សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំសាជាថ្មីថ្ងៃនេះខ្ញុំមានប្រធានបទមួយចង់ធ្វើការជជែកហើយក៏ចង់សួរសំណួរទៅកាន់អ្នកទាំងអស់គ្នាដែរថារាល់ថ្ងៃនេះយើងបកកែ IQ ជាងឬក៏ EQ ជាងអញ្ចឹងមុននឹងចូលទៅដល់ការវែកញែកឬក៏អីខ្ញុំសូមធ្វើការបញ្យល់ពាក់ព័ន្ធនឹង IQ បន្តិចសិន IQ ប្រហែលជាអ្នកទាំងអស់គ្នាដឹងហើយពាក់ព័ន្ធជាមួយនឹងខួរក្បាលពាក់ព័ន្ធជាមួយនឹង flex ការចងចាំបានល្អ reflex យើងដោះស្រាយបញ្ហាដោះស្រាយចំណោទឬក៏អីអញ្ចឹងណាបើសិនជាយើងរៀនគេហៅថាយើងគឺជាមនុស្សឆ្លាតឬក៏អីអញ្ចឹងណាហើយពាក់ព័ន្ធនឹង EQ គឺសំដៅទៅលើអារម្មណ៍សំដៅទៅលើមនោសញ្ចេតនាការប្រើប្រាស់អារម្មណ៍នៃការគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងគ្រប់គ្រងស្ថានភាពស្ថានភាពឬក៏អីអញ្ចឹងទៅហើយបើសួរត្រឡប់មកខាងខ្ញុំវិញថាខ្ញុំបកកែអីគេបកកែ IQ ឬក៏បកកែ EQ ខ្ញុំអត់ដឹងទេអ្នកទាំងអស់គ្នាព្រោះទីមួយខ្ញុំអត់ដែរតេស្តប៉ុន្តែតាមរយៈការរៀនតាមរយៈអីកន្លងមកហ្នឹងខ្ញុំគិតថាខ្ញុំមិនមែនគឺជាមនុស្សឆ្លាតអីទេខ្ញុំគឺដូចគេដូចឯងធម្មតាទូទៅអញ្ចឹងណាចឹងខ្ញុំគិតថាប្រហែលជា IQ របស់ខ្ញុំវាអត់សូវខ្ពស់ទេវាធម្មតាប៉ុន្តែខ្ញុំមានអារម្មណ៍មួយថា EQ របស់ខ្ញុំរៀងខ្ពស់ជាង IQ ការប្រើប្រាស់អារម្មណ៍ឬក៏ការគ្រប់គ្រងអារម្មណ៍ខ្លួនឯងហ្នឹងវាហាក់បីដូចជាបានល្អជាងណាខ្ញុំអត់បាននិយាយថា IQ របស់ខ្ញុំហ្នឹងវាទាបទេវាទាបរហូតដល់ថ្នាក់ថាយើងងាយភ្លេចភ្លាំងឬក៏អីទេប៉ុន្តែខ្ញុំសង្កេតឃើញថាខ្ញុំអត់ដឹងប្រហែលជាវាអាចស្ថិតនៅក្នុងកម្រិតណាមួយដែលយើងអាចវាប្រើប្រាស់បានឬក៏យើងបានន័យថាយើងរៀនអីទៅក៏រៀងចាប់បានឬក៏អីអញ្ចឹងណាគ្រាន់តែយើងមិន outstanding ទៅលើ IQ ហ្នឹងទេប៉ុន្តែវាអាច accept ទទួលយកបានប៉ុន្តែបើសិនជា EQ ខ្ញុំរៀងមានអារម្មណ៍ថាវារៀងon top of IQ អ្នកទាំងអស់គ្នានៅពេលដែលខ្ញុំធ្វើការអីមួយប្រើប្រាស់មនោសញ្ចេតនាឬក៏អារម្មណ៍ឬក៏អីហ្នឹងខ្ញុំហាក់បីដូចជាឆាប់ចាប់អានឹងបានជាងឬក៏ប្រើប្រាស់អារម្មណ៍ឬក៏អីហ្នឹងបានល្អជាងអញ្ចឹងណាហើយខ្ញុំអានសភៅខ្លះៗដូចគ្នាដែរដែលមានអ្នកនិពន្ធជាច្រើនក៏គាត់បានពណ៌នាដែរពីថាតើយើងមាន IQ ល្អឬក៏យើងមាន EQ ល្អឬក៏យើងគឺជាប្រភេទមនុស្សបែបម៉េចដើម្បីយើងទៅធ្វើការទៅវាត្រូវកន្លែងរបស់យើងឬក៏អីអញ្ចឹងណាខ្ញុំអត់ដឹងទេប្រហែលជាកន្លែងការងារមួយចំនួនគេអាចនឹងត្រូវការមនុស្សដែលមាន IQ ខ្ពស់ដើម្បីទៅបំពេញការងារមួយនឹងបានណាព្រោះធម្មតាអ្នកទាំងអស់គ្នាដឹងទេថាការងារខ្លះទាមទារ IQ ខ្ពស់ហ្នឹងបានការចងចាំហ្នឹងគឺខ្ពស់ណាខ្ញុំឧទាហរណ៍មួយចោះដូចជាអ្នកបើកបរយន្តហោះអ្នកទាំងអស់គ្នាគាត់អាហ្នឹងគឺទាមទារ IQ ខ្ពស់ហើយព្រោះគាត់ត្រូវការចងចាំ electronic គាត់ត្រូវចងចាំរូបមន្តការវាស់វែងអីច្រើនណាខ្ញុំមិនដឹងទេប៉ុន្តែគាត់ដឹងថាអាចនឹងគេត្រូវការ IQ ខ្ពស់ហើយតើតែមានអ្នកមាន IQ ខ្ពស់ដែរមិនអាចទៅរៀនជំនាញហ្នឹងបានអញ្ចឹងណាប៉ុន្តែអាចនឹងមានការងារឬក៏កន្លែងមួយចំនួនគឺគេទាមទារឲ្យមាន EQ ការប្រើប្រាស់អារម្មណ៍នេះខ្ពស់ដូចជាការគ្រប់គ្រងនៅកន្លែងណាមួយឬក៏ការងារនឹងតម្រូវឲ្យមានគេហៅថាការប្រស័យតំណែងប្រើប្រាស់ការទូតការប្រស័យតំណែងការទូតឬក៏អីអញ្ចឹងណាអានឹងអាចនឹងទាមទារជាមួយនឹងអារម្មណ៍ឬក៏អីនឹងច្រើនទេព្រោះធម្មតាអ្នកទាំងអស់គ្នាការចរចាការជួបជជែកនិយាយគ្នាឬក៏អីយើងមិនពឹងផ្អែកតែទៅលើ IQ ការចងចាំតែមួយមុខទេយើងសំដៅពឹងផ្អែកទៅលើ EQ ការដាក់អារម្មណ៍ការដោះស្រាយដោយប្រើមនោសញ្ចេតនាឬក៏អីអញ្ចឹងទៅ technique នៃការប្រើប្រាស់បន្ទន់ចិត្តបើខាង sell ឬក៏អីវិញគឺគេហៅទៅរៀនពាក់ព័ន្ធនឹង EQ ទាំងច្រើនណាស់អ្នកទាំងអស់គ្នាការប្រស័យតំណែងអញ្ចឹងណាសម្រាប់ខ្ញុំអត់ដឹងទេថាតើ EQ របស់ខ្ញុំនឹងវាស្ថិតនៅក្នុងកម្រិតណាប៉ុន្តែខ្ញុំគិតថាវាក៏មិនខ្ពស់ដល់ថ្នាក់ outstanding ដែរអ្នកទាំងអស់គ្នាគ្រាន់តែថាអូខេយើងអាចប្រើប្រាស់យកមកបញ្ចូលនៅក្នុងបរិបទការងាររបស់ខ្ញុំបានខ្ញុំអាចប្រើប្រាស់ទាំង IQ ទាំង EQ នៅកន្លែងការងាររបស់ខ្ញុំបានហើយខ្ញុំព្យាយាមនៅក្នុងការតម្រឹមវាអ្នកទាំងអស់គ្នាខ្ញុំអត់ឲ្យ IQ របស់ខ្ញុំនឹងវាឡើងខ្ពស់ហើយ EQ របស់ខ្ញុំវាធ្លាក់ទាបទេព្រោះពេលខ្លះហ្នឹងអាចដែរអ្នកទាំងអស់គ្នាការងារច្រើនទៅយើងផលខួរក្បាលរបស់យើងផ្ដោតទៅលើការចងចាំទៅលើភាពឆ្លាតវៃដើម្បីដោះស្រាយបញ្ហាធ្វើការងារនឹងឲ្យបានលឿនឬក៏អីចឹងទៅយើងភ្លេចនៅក្នុងការគ្រប់គ្រងអារម្មណ៍របស់យើងព្រោះពេលខ្លះការងារច្រើន stress ឬក៏អីអារម្មណ៍របស់យើងវាមួម៉ៅឬក៏អីខឹងចឹងទៅយើង
វាអាចប៉ះពាល់ដែរអ្នកទាំងអស់គ្នាខំប្រឹងធ្វើការ performance ល្អឬក៏អីស្រាប់តែមកប៉ះពាល់នឹងពាក្យសម្ដីយើងនិយាយចេញទៅឬក៏កាយវិការឬក៏ការប្រើប្រាស់អារម្មណ៍ឬក៏អីចឹងទៅនឹងវាពិបាកដែរអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំព្យាយាមនៅក្នុងការ balance ងាយមើលតែអូខេអារម្មណ៍របស់ខ្ញុំអត់សូវស្រួលហាក់បីតែខ្ញុំឆាប់ខឹងឬក៏ឆាប់មួម៉ៅអីខ្ញុំរៀងទៅក្រៅ relax ទៅ release stress ដែលយើងអាសានិយាយលេងទៅ release stress ឬក៏អីអញ្ចឹងណានឹងឯងកុំឲ្យអារម្មណ៍របស់យើងនឹងវាទៅជាការគ្រប់គ្រងអត់បានល្អនៅក្នុងសភៅមួយក៏គាត់បាននិយាយដែរពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងអារម្មណ៍គឺវាសំខាន់ហើយវាទាមទារជាមួយនឹង EQ ខ្ពស់ការប្រើប្រាស់មនោសញ្ចេតនានឹងខ្ពស់ដែរការប្រើប្រាស់គេហៅថាការចិត្តរបស់យើងនឹងវាខ្ពស់ដែរអ្នកទាំងអស់គ្នាអញ្ចឹងអានឹងក៏ទាមទារជាមួយនឹងEQ របស់យើងខ្ពស់សម្រាប់ខ្ញុំអត់ដឹងដែរអ្នកផ្សេងគាត់មើលមកខ្ញុំមិនឬក៏អ្នកគ្រប់គ្រងរបស់ខ្ញុំគាត់មើលមកខ្ញុំនឹងមិនទេប៉ុន្តែគ្រាន់តែខ្ញុំដឹងថា IQ ហើយនិង EQ អត់អាចដើរទន្ទឹមគ្នាបានទេអ្នកទាំងអស់គ្នាអានោះសម្រាប់ខ្ញុំជាគំនិតនិងមតិយោបល់តខ្លួនរបស់ខ្ញុំឯណានៅពេលដែលយើងប្រើប្រាស់ខួរក្បាលរបស់យើងទៅធ្វើការទៅដោះស្រាយបញ្ហាទៅ solving problem ទៅស្វែងរកការនឹកឃើញការចងចាំឬអីអានឹងមួយផ្នែកយើងប្រើប្រាស់ខួរក្បាលរបស់យើងហ្មង EQ គឺយើងប្រើប្រាស់នៅពេលយើងត្រូវការតំណែងត្រូវការចរចាត្រូវការនិយាយត្រូវការពិភាក្សាត្រូវការមនោសញ្ចេតនាឬក៏អីផ្សេងៗទៀតអីចឹងទៅអញ្ចឹងខ្ញុំគិតថាពីរហ្នឹងវាអត់អាចដើរទន្ទឹមគ្នាប៉ុន្តែវាអាចដើរស្មើគ្នាបានអញ្ចឹងអ្នកទាំងអស់គ្នាអត់អាចដើរទន្ទឹមគ្នាហើយនឹងការដើរស្មើគ្នាគឺខុសគ្នាពីរហ្នឹងអាហ្នឹងគ្រាន់តែជាគំនិតមតិយោបល់របស់ខ្ញុំទេហើយអូខេអញ្ចឹងសរុបមកវិញអ្នកទាំងអស់គ្នាមាន IQ ខ្ពស់ជាងឬក៏ EQ ខ្ពស់ជាងហើយរាល់ថ្ងៃអ្នកទាំងអស់គ្នាប្រើប្រាស់ IQ របស់អ្នកទាំងអស់គ្នាធ្វើការអ្នកទាំងអស់គ្នាបានល្អឬក៏អ្នកទាំងអស់គ្នាត្រូវការ EQ ដើម្បីទៅធ្វើការអ្នកទាំងអស់គ្នាបានល្អឬក៏មិនដែរជាមតិយោបល់ជាគំនិតរបស់អ្នកទាំងអស់គ្នាវិញណាហើយយើងនៅខ្សោយអីគេដែរយើងគិតថាយើងគួរតែពង្រឹងទៅលើ EQ ឬក៏ IQ ឬក៏អីសម្រាប់ខ្ញុំគឺខ្ញុំនៅតែពង្រឹង IQ របស់ខ្ញុំហើយនិង EQ របស់ខ្ញុំរហូត EQ វាកើតចេញពីការរៀនការសង្កេតការមើលឬក៏អីចឹងទៅហើយ IQ យើងការវឹកហាត់ខួរក្បាលការចងចាំរបស់យើងបន្ថែមការរៀនសូត្របន្ថែមអីទៀតអញ្ចឹងណាគេមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាហើយបើអ្នកទាំងអស់គ្នាគិតបែបម៉េចឬក៏មានគំនិតឬក៏មានមតិយោបល់បែបម៉េចអាច comment នៅខាងក្រោមវីដេអូបានអ្នកទាំងអស់គ្នាណាបាយបាយជួបគ្នាវីដេអូក្រោយអ្នកទាំងអស់គ្នា